បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនដែលជាម្ចាស់អាជីវកម្មទាំងអស់ខ្ញុំបាទភិរិយមកពីក្រុម Modern Accounting Service ថ្ងៃនេះជួបបងប្អូនជាថ្មីម្ដងទៀតខ្ញុំបាទពំនាំយកប្រធានបទមួយតាក់ទងជាមួយនឹង MAC ដើម្បីយកមកចែកជូនបងប្អូនបាទតើបងប្អូនដឹងទេតើអ្វីជា MAC តាមច្បាប់ស្តីអំពី MAC ពាណិជ្ជនាមនិងអំពើនៃការប្រកួតប្រជែងស្មោះត្រង់ MAC គឺជាសញ្ញាដែលយើងអាចមើលឃើញនិងសម្គាល់ពីលក្ខណៈខុសគ្នានៃទំនិញនិងសេវារបស់សហគ្រាសនីមួយៗ MAC ដែលប្រើប្រាស់ទៅលើទំនិញគេហៅថាពាណិជ្ជសញ្ញា MAC ដែលប្រើប្រាស់ទៅលើសេវាគេហៅថាសេវាសញ្ញាបាទថ្ងៃនេះផងដែរខ្ញុំបាទចែកម្លែកជូនបងប្អូនត្រឹមតែប៉ុណ្នេះសង្ឃឹមថាបងប្អូននឹងអាចយល់បានអំពីការចុះបញ្ជី MAC បើសិនជាបងប្អូនមានចម្ងល់ឬមួយក៏ចង់ចុះបញ្ជី MAC របស់បងប្អូនអាចតាក់ទងមកក្រុមហ៊ុន Dynamic Accounting Service បាទសូមអរគុណ